ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតពេលនេះ Luffy ហើយនិង Zoro ចង់ធ្វើដំណើរទៅតំបន់ Grand Line ប៉ុន្តែពួកគេទាំងពីរគ្មាននរណាចេះមើលទិសតំបន់នេះទេចេះតែបដាខ្លួនតាមខ្យល់អញ្ចឹងទៅឥឡូវពួកគេឃ្លានខ្លាំងណាស់មិនដឹងទៅរកអីញ៉ាំនៅណាទេពេលនោះពួកគេបានឃើញសត្វស្លាបមួយហានៅលើមេឃហើយ Luffy មានកំណត់ចង់ចាប់សត្វស្លាបនោះញ៉ាំដល់ពេលយកខ្លួនឯងធ្វើជាជំពាមបាញ់ទៅមិន Luffy ចាប់សត្វនោះទេគឺសត្វនោះបានចាប់ Luffy វិញពេលឃើញអញ្ចឹង Zoro ក៏បញ្ញាប់អុំទូកតាមទៅជួយហើយនៅតាមផ្លូវគាត់បានអនុញ្ញាតឲ្យចោរសមុទ្រ3នាក់ដែលកំពុងតែបដាខ្លួនតាមទឹកតោងទូករបស់គាត់ពេលបានឡើងទូកហើយស្រាប់តែចោរសមុទ្រ3នាក់នោះចង់ប្លន់ Zoro តែត្រូវបាន Zoro វាយឡើងទូកហើយប្រាយចៅទូកវិញម្ដងចោរសមុទ្រ3នាក់នោះបានប្រាប់ Zoro ថាពួកគេគឺជាកូនចៅរបស់ចៅសមុទ្រឈ្មោះ Baki នឹងតែងខ្លួនដូចតួថ្លុកដែលគេហៅថា Clown ហើយគាត់ក៏ធ្លាប់បានញ៉ាំផ្លែឈើពិសេសមួយដែរបន្ទាប់មកសាច់រឿងបានកាត់ទៅមើលនារីម្នាក់ដែលនៅក្នុងដៃរបស់នាងមានការផែនទីហើយមានកូនចៅរបស់ Baki ជាច្រើនបានតាមយកផែនទីពីនាងទៅវិញកាត់ទៅមើលនៅជំរំរបស់ Baki វិញមានគេមើលឃើញសត្វស្លាបពណ៌ Luffy ហោះនៅលើមេឃពេលនោះ Baki បានព្យាកូនចៅរបស់គាត់បាញ់វាទម្លាក់ចោលមកតែអត់ត្រូវសត្វស្លាបទេត្រូវតែ Luffy បន្ទាប់ពីធ្លាក់ដល់ដី Luffy បានជួបជាមួយនឹងស្រីម្នាក់ដែលកូនចៅរបស់ Baki កំពុងតែដេញតាមពេលនោះនាងបានហៅ Luffy ថាមេហើយក៏រត់ចេញទៅមុនដល់ពេលអញ្ចឹងកូនចៅរបស់ Baki ស្មានតែ Luffy ជាបពុរបស់នាងក៏ព្យាយាមចាប់គាត់តែត្រូវបាន Luffy វាយឡើងទូកបន្ទាប់មកនារីមុននឹងបានត្រឡប់មកជួប Luffy វិញហើយប្រាប់ Luffy ថានាងឈ្មោះ Nami ពេលនោះនាងចង់បបួល Luffy ធ្វើការជាមួយនាងព្រោះនាងឃើញ Luffy ខ្លាំងតែ Luffy ឃ្លានខ្លាំងណាស់អត់មានអារម្មណ៍ចង់និយាយរឿងការងារអីទេដល់ពេលអញ្ចឹងទៅ Nami ក៏នាំ Luffy ទៅញ៉ាំអីនៅផ្ទះធំមួយដែលនាងស្នាក់នៅបណ្ដោះអាសន្នមនុស្សនៅផ្ទះនោះបានរត់អស់ហើយដោយសារតែពួកគេខ្លាចចោរសមុទ្រ Baki ពេលនោះ Nami បានប្រាប់ Luffy ថានាងត្រូវការលុយចំនួនយ៉ាងច្រើនរហូតដល់100លាន belly ប៉ុន្តែនាងអត់ប្រាប់ Luffy ថាយកលុយទៅធ្វើអីទេគ្រាន់តែនាងចង់ប៉ឹង Luffy ឲ្យជួយការពារនាងព្រោះនាងចង់ចូលទៅក្នុងតំបន់ Grand Line Nami មានផែនទីហើយនាងបកកែមើលទិសដៅខ្លាំងណាស់នៅពេលដែលដឹងថា Nami ចេះមើលទិសដៅនិងចេះមើលផែនទីអញ្ចឹង Luffy ក៏បបួល Nami ចូលក្រុមជាមួយគាត់វិញធ្វើឲ្យ Nami ដឹងថា Luffy គឺជាចៅសមុទ្រតាមពីដើមមក Nami ស្អប់ចៅសមុទ្រខ្លាំងណាស់ហើយនាងដើរលួចទ្រព្យសម្បត្តិតែពីចៅសមុទ្រទេនៅពេលនោះ Nami ធ្វើជាព្រមចូលក្រុមជាមួយនឹង Luffy តែ Luffy ត្រូវជួយធ្វើការនាងមួយសិនការងារនោះគឺនាងចង់ឲ្យ Luffy សម្ដែងធ្វើជាមេរបស់នាងដើម្បីទៅជួប Baki ពេលទៅដល់នាងបានប្រកួតផែនទីឲ្យ Baki វិញហើយប្រាប់ Baki ថា Luffy ដែលជាមេរបស់នាងវាជានាងធ្វើទេឥឡូវនាងបានក្បត់មេរបស់នាងហើយព្រោះនាងចង់ចូលក្រុមជាមួយ Baki តាមពិតគោលបំណងរបស់ Nami គឺចង់រកឱកាសដើម្បីលួចទ្រព្យសម្បត្តិរបស់ Baki តែប៉ុណ្ណោះបន្ទាប់មក Baki បានប្រកាសឲ្យកូនចៅគាត់រៀបចំពិធីជប់លៀងមួយដើម្បីទទួលសមាជិកថ្មីពេលនោះពួកគេផឹកស៊ីសប្បាយចិត្តខ្លាំងណាស់ហើយដើម្បីញ៉ាំងឲ្យកម្មវិធីកាន់តែអធិកអធម Baki បានឲ្យកូនចៅរបស់គាត់បញ្ចេញកំភ្លើងធំទៅបាញ់ផ្ទះប្រជាជនលេខឲ្យជាច្រើនខ្នងពេលឃើញចឹង Nami មានអារម្មណ៍ថាសង្វ័យក្នុងចិត្តខ្លាំងណាស់ពេលនោះ Baki បាននិយាយថាគាត់នឹងប្រើកំភ្លើងធំនឹងដើម្បីធ្វើជាស្ដេចនៅក្នុងតំបន់ Grand Line ហើយពេលលឺអញ្ចឹង Luffy ក៏ប្រកែកចាច់ថាគាត់ទៅជាអនាគតស្ដេចនៅតំបន់ Grand Line បន្ទាប់មក Baki អត់ចង់ជលក់មាត់ជាមួយនឹង Luffy ទេគាត់បានប្រើ Nami ឲ្យប្រើកំភ្លើងធំបាញ់សម្លាប់ Luffy ចោលតែម្ដងនៅពេលនោះ Nami ពិបាកសម្រេចចិត្តណាស់ព្រោះបើសិនជានាងមិនសម្លាប់ Luffy ទេគេនឹងសម្លាប់នាងចោលដល់ពេល Nami ឆោតត្រឹងយូរពេកមានកូនចៅរបស់ Baki ម្នាក់ចូលមកឲ្យកញ្ឆេះកំភ្លើងធំជំនួស Nami នៅពេលនោះ Nami មិនអាចទ្រាំឈរមើលបានក៏ដកដបង3កណាត់ចេញពីជើងរបស់នាងសំពងឲ្យម្នាក់នោះឡើងសន្លប់បន្ទាប់មកនាងបានប្រើដៃរបស់នាងទៅព្យាយាមផលិតកញ្ឆេះវិញបណ្ដាយនាងរលាកដៃឈឺចាប់យ៉ាងខ្លាំងក្នុងពេលជាមួយគ្នាមានចៅសមុទ្រ3នាក់លោតមកវាយប្រហារនាងពីក្រោយតែ Zoro បានចូលមកជួយទាន់ពេលវេលាក្នុងពិភពចៅសមុទ្រនរណាក៏ស្គាល់ Zoro ដែរគេល្បីថាគាត់ដើររកស៊ីកម្ចាត់ចៅសមុទ្រដែលគេហៅថា Pirate Hunter ជាទូទៅចៅសមុទ្រកំពេញកំប៉ុកខ្លាច Zoro ណាតែចំពោះ Baki វិញគាត់គិតថាបើសិនជាគាត់កម្ចាត់ Zoro បានគេឈ្មោះរបស់គាត់កាន់តែល្បីថាហើយ Baki ក៏លុតទៅវាយប្រហារ Zoro តែត្រូវបាន Zoro កាត់ដាច់ជាកង់ឃើញចឹងហើយកូនចៅរបស់ Baki នៅសោយធម្មតាទៀតធ្វើឲ្យ Zoro មានការងឿងឆ្ងល់ខ្លាំងណាស់ហើយនៅសក់ស្រាប់តែមានដាវចាក់គាត់ពីក្រោយធ្លាយមកមុខអ្នកដែលចាក់គាត់គឺដៃរបស់ Baki ធ្លាប់ញ៉ាំផ្លែឈើពិសេសម្យ៉ាងដោយ Luffy ដែរដែលគេហៅថា Chop Fruit ផ្លែឈើនោះធ្វើឲ្យ Baki មានសមត្ថភាពពិសេសអាចបំបែកខ្លួនឯងជាកង់ហើយអាចបញ្ជាបានពីចម្ងាយទៀតមានន័យថាដាវរបស់ Zoro មិនអាចធ្វើអី Baki បានទេដល់ពេលអញ្ចឹងទៅ Zoro ក៏នឹកឃើញទៅលើកណ្ដុងកំភ្លើងធំបាយចំក្រុមរបស់ Baki ហើយប្រាប់ឲ្យ Nami ឲ្យកញ្ឆេះបន្ទាប់មក Zoro បានអូសទ្រង់ដែលមាន Luffy នៅក្នុងនោះទៅដល់កន្លែងមានសុវត្ថិភាពមួយនៅទីនោះ Luffy បានឃើញឆ្កែមួយក្បាលដែលអង្គុយឆ្កឹងដោយរូបចម្លាក់ហើយនៅពេលដែលគាត់យកដៃទៅលេងវាគាត់ត្រូវបានឆ្កែនោះខាំបន្ទាប់មក Nami បានទៅដល់ទីនោះហើយនាងបានបោះកូនសោបើកទ្វារទ្រង់ឲ្យ Luffy ផងដែរប៉ុន្តែនៅពេលដែល Luffy លុកដៃយកឆ្កែបានទៅដាមកូនសោនោះលេបជប់ពោះបាត់រឿងនោះធ្វើឲ្យ Luffy ខឹងខ្លាំងណាស់ក៏ចាប់ឆ្កែច្បាច់កបង្ខំឲ្យខ្ជាក់សោចេញមកវិញពេលឃើញ Luffy ធ្វើបាបឆ្កែអញ្ចឹងមានអ៊ំចាស់ម្នាក់បានទៅដល់ហើយស្រែកខាត់គាត់គឺជាចៅហ្វាយក្រុងនៅក្នុងទីក្រុង Orange Town នឹងគាត់មានចិត្តល្អណាស់ពេលឃើញ Zoro មានរបួសអញ្ចឹងគាត់បានជូន Zoro ទៅសម្រាប់នៅផ្ទះរបស់គាត់បន្ទាប់មកលោកចៅហ្វាយក្រុងបានប្រាប់ថាឆ្កែហ្នឹងមានឈ្មោះថាឈូ3ខែមុនម្ចាស់របស់វាបានឈឺស្លាប់បាត់ទៅហើយប៉ុន្តែនៅថ្ងៃចុងក្រោយពេលម្ចាស់វាចេញទៅពេទ្យម្ចាស់វាបានពឹងពាក់វាឲ្យជួយមើលហាងលក់ចំណីសត្វរបស់គាត់នៅថ្ងៃនោះគាត់បានឈឺស្លាប់នៅពេទ្យអត់អាចត្រឡប់មកវិញបានទេតែឆ្កែឈូនៅតែអង្គុយការពារហាងជារៀងរាល់ថ្ងៃជាពិសេសគឺនៅក្នុងកំឡុងពេលនេះពេលដែលក្រុមចៅសមុទ្រ Baki កំពុងតែយាយីទីក្រុងនិយាយពីក្រុមរបស់ Baki ពេលនោះស្រាប់តែមានកូនចៅរបស់ Baki ម្នាក់ឈ្មោះ Mochi បានទៅដល់ Mochi មានសមត្ថភាពប្រហាត់សត្វដែលកាយឲ្យស្លូតវិញបានហើយ
ដៃគូរបស់គាត់គឺសត្វតោដ៏ធំមួយឈ្មោះ Richie ចាប់ផ្ដើមឡើងតោ Richie បានវាយប្រហារទៅលើ Luffy ដែលនៅទៅផ្លូវវាចង់ចូលទៅក្នុងហាងលក់ចំណីសត្វតែឆ្កែឈូឈួរនៅឈរពាំងចាំការពារទោះបីជាមានតូចជាងតោឆ្ងាយឈូឈួរនៅតែចូលទៅខំជាមួយតោអត់មានរៀបថយទេប៉ុន្តែទោះបីឆ្កែឈូឈួរក្លាហានប៉ុណ្ណាក៏មិនអាចឈ្នះតោដែរចុងក្រោយម៉ូជីបានដិតហាងលក់ចំណីសត្វរបស់ឆ្កែឈូឈួរនៅថ្ងៃនោះបើសិនជាម៉ូជីគ្រាន់តែដើរឆ្លងកាត់ Luffy មិនខ្វល់ពីគាត់ទេតែដល់ទៅពេលម៉ូជីដិតហាងលក់ចំណីសត្វដែលឆ្កែឈូឈួរចាត់ទុកថាជាកំណប់របស់វា Luffy យល់ពីអារម្មណ៍របស់ឆ្កែឈូឈួរហើយគាត់ត្រូវរលុកដៃនៅក្នុងរឿងហ្នឹងចាប់ផ្ដើមឡើងម៉ូជីបានបញ្ជាតោរបស់គាត់ឲ្យលោតទៅសង្គ្រប់ Luffy តែត្រូវបាន Luffy ប្រើក្បាច់កាំ Hammer ចាប់តោនោះបោកទៅនឹងដីពេលម៉ូជីដឹងថា Luffy មានថាមពលផ្លែឈើពិសេសគាត់ភ័យខ្លាំងណាស់ហើយបានសុំទោសញាប់មាត់តែទង្វើរបស់គាត់ Luffy មិនអាចលើកលែងទោសឲ្យបានទេត្រូវតែបដៅចេញបន្ទាប់មកក្រុមរបស់ Luffy បានទៅជួប Baki ម្ដងទៀតដើម្បីដណ្ដើមយកផែនទី Grand Line ហើយនឹងវាយបណ្ដេញ Baki ចេញពីក្រុងនៅពេលនោះលោកអ៊ំចវាយក្រុងដូចជាមានអារម្មណ៍ថាឈឺចាប់ជាងគេហើយចង់សម្រុកចូលទៅរក Baki ទាំងកំរោលតែត្រូវបាន Luffy រុញក្បាលទៅបុកអញ្ចឹងឡើងស្លាប់តាមពិត Luffy ធ្វើអញ្ចឹងគឺដើម្បីការពារជីវិតរបស់គាត់ព្រោះបើសិនជាគាត់ចូលទៅប្រយុទ្ធគាត់អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបន្ទាប់មក Luffy បានស្រែកខ្លាំងៗទៅកាន់ Baki ថាអាចមោះធំហើយ Baki ខឹងខ្លាំងណាស់អាណាគេហៅគាត់ថាអាចមោះធំនឹងពេលហ្នឹងអត់ចាំយូរទេ Baki ក៏បញ្ជាឲ្យគេបាញ់កាភ្លើងធំទៅកាន់ Luffy តែ Luffy បានប្រែកាយខ្លាចទៅជាបាឡូនយ៉ាងធំមួយធ្វើឲ្យក្រកាភ្លើងធំដែលបាញ់ត្រូវគាត់ឡងត្រឡប់ទៅវិញការផ្ទុះនៅលើកនោះមិនបានសម្លាប់ Baki ទេព្រោះគាត់បានយកកូនចៅគាត់មកធ្វើខែលនៅពេលនោះ Baki ក៏សល់កូនចៅដ៏ស្មោះត្រង់របស់គាត់ម្នាក់ទៀតផងដែរឈ្មោះ Kabachi ម្នាក់ហ្នឹងមើលទៅដូចសាហាវណាស់ហើយក៏ចម្លែកទៀតព្រោះគាត់ជិះកង់មួយចូលមកសៃវៀនប្រយុទ្ធដែលសារឃើញ Zoro មានរបួសនៅពោះ Kabachi បានឆ្លៀតឱកាសប្រើក្បាច់តរបួសចាស់របស់ Zoro ពីជើងផ្ទុំទួនគ្នាធ្វើឲ្យ Kabachi មានការឈឺចុកចាប់យ៉ាងខ្លាំងប៉ុន្តែប៉ុណ្ណឹងមិនអាចធ្វើឲ្យ Zoro ព្រមចុះចាញ់ទេគាត់នៅតែអាចស៊ូរួចឆ្លៀតពេលនោះ Nami ឆ្លាតអត់នៅឈរមើលទេនាងបានឆ្លៀតដកខ្លួនសិនដើម្បីទៅប្រមូលទ្រព្យសម្បត្តិពី Baki ត្រឡប់មកមើលការប្រយុទ្ធរវាង Zoro និង Kabachi វិញ Zoro អត់ទាន់មានឱកាសបានតដៃទេប៉ុន្តែនៅពេលដែល Kabachi បានចិត្តសម្រុកទៅចង់សម្លាប់គាត់ Zoro ប្រើតែមួយក្បាច់ទេអាចកម្ចាត់ Kabachi បានហើយបន្ទាប់ពីនោះមិនយូរប៉ុន្មាន Zoro ក៏បានដួលស្លាប់ផងដែរពេលនេះនៅសល់តែ Luffy ត្រូវវាយដូរជាមួយនឹង Bakiមុនពេលពួកគេប្រយុទ្ធគ្នា Baki បាននិយាយថាឃើញ Luffy ពាក់មួកស្លឹកអញ្ចឹងធ្វើឲ្យគាត់នឹកឃើញដល់ចៅសមុទ្រសក់ក្រហមឈ្មោះ Sang ដែលគាត់ស្អប់បំផុតលឺអញ្ចឹង Luffy ចាប់អារម្មណ៍ខ្លាំងណាស់ហើយបានសួរ Baki ថាពេលនេះ Sang នៅណាតែ Baki អត់បានឆ្លើយទេក៏ចាប់ផ្ដើមវាយប្រហារទៅលើ Luffy ការវាយលើកនោះ Luffy កិច្ចបានទាំងអស់អត់មានបញ្ហាទេហើយនៅពេលដែល Luffy មានឱកាសសុទ្ធទៅវិញ Baki បានដកកកិច្ចពីកណ្ដាប់ដៃរបស់ Luffy ក្បាច់វាយបន្តទៀត Baki បានធ្វើឲ្យលហើយមួករបស់ Luffy ធ្វើឲ្យ Luffy ខឹងខ្លាំងណាស់ព្រោះមួកនោះ Sang ផ្ញើនៅគាត់ហើយគាត់ត្រូវយកទៅប្រគល់ឲ្យ Sang វិញនៅថ្ងៃណាមួយពេលដឹងពីចំណុចខ្សោយរបស់ Luffy Baki បានប្រើដៃហោះទៅទម្លុះមួករបស់ Luffy ឲ្យធ្លុះកាន់តែច្រើនកន្លែងទៀតដើម្បីបញ្ឈឺចិត្តគាត់ពេលនោះ Luffy ខឹងត្រង់នៃបានក៏ស្ទុះទៅទាត់ Baki បានមួយជើងប្រាប់យើងភ្លាមមកអាមាត់ធំពេលនេះ Sang នៅណាបន្តមកទៀត Baki បានឆ្លៀតនិយាយប្រវត្តិខ្លះៗរវាងគាត់ហើយនិង Sang ពីមុនពួកគេធ្លាប់នៅលើទូកជាមួយគ្នាហើយតែងតែឆ្លោះប្រកែកគ្នាតាមរបៀបមិត្តភក្តិមានថ្ងៃមួយពួកគេបានជួបប្រយុទ្ធជាមួយនឹងចៅសមុទ្រមួយក្រុមទៀតហើយ Baki យកបានផែនទីកំណត់នៅបាតសមុទ្រមួយលាក់ទុកខ្លួនឯងមិនឲ្យគេដឹងទេរយៈពេលក្រោយមកទៀត Sang បានមកប្រាប់គាត់ថាក្រុមរបស់ពួកគេរកឃើញផ្លែឈើពិសេសមួយដែលគេហៅថា Chop Fruit អាផ្លែឈើនោះពិតមែនតែវាផ្ដល់ឲ្យពួកគេនៅសមត្ថភាពពិសេសតែអ្នកដែលបានញ៉ាំផ្លែឈើនឹងហើយនឹងអត់ជាហែទឹកអញ្ចឹងហើយទៅក្រុមចៅសមុទ្រអត់មាននរណាហ៊ានញ៉ាំវាទេទោះបីជាយ៉ាងណាតម្លៃរបស់ផ្លែឈើនឹងវាថ្លៃខ្លាំងណាស់អាចលក់បានរហូតដល់ទៅជាង100លាន belly ដែរប្រហែលថ្ងៃក្រោយមកទៀត Baki បានឆ្លៀតប្រើល្បិចទៅយកផ្លែឈើពិសេសនោះមកទុកខ្លួនឯងគាត់ចង់លក់វាយកលុយដើម្បីធ្វើជាដើមទុនទៅរកកំណត់នៅបាតសមុទ្រតាមផែនទីរបស់គាត់ប៉ុន្តែចៃដន្យនៅយប់នោះ Sang មកតាន់ហើយគាត់អត់ដឹងថាលាក់ទុកនឹងនរណាក៏ដាក់ចូលទៅក្នុងមាត់ហើយបន្តមកទៀត Sang បានបញ្ញាក់គាត់ដោយអចេតនាធ្វើឲ្យគាត់ច្រឡំលេបចូលទៅក្នុងពោះការដែលសោះជានោះទៀតគឺផែនទីកំណត់របស់គាត់បានធ្លាក់ចូលទៅក្នុងទឹកហើយគាត់ក៏បានលោតទៅតាមគ្រាន់តែបានចូលទៅដល់ក្នុងទឹកភ្លាម Baki គាំងឆ្កឹងកម្រើកមិនរួចថ្ងៃនោះកូនតបាន Sang ជួយ Baki លងទឹកស្លាប់បាត់ហើយប៉ុន្តែចាប់ពីថ្ងៃនោះមក Baki មិនបានអរគុណ Sang ឡើយដឹងតែបន្ទោសគាត់ថា Sang នឹងធ្វើឲ្យគាត់បាត់បង់របស់របរគ្រប់យ៉ាងនិយាយដល់ត្រឹមនេះ Baki ក៏បានផ្ដាច់ខ្លួនពាក់កណ្ដាលហោះទៅខាងលើដើម្បីប្រើ Super ចាត់ការ Luffy តែចៃដន្យគាត់បានឃើញ Nami ដែលបានលួចទ្រព្យសម្បត្តិរបស់គាត់ក៏ហោះដេញតាមពេលតាមចិត្តតាន់ហើយស្រាប់តែគាំងព្រោះ Luffy បានទាត់ខ្លួនគាត់មកកណាត់ក្រោមចង់ប្រឡោះជើងបន្ទាប់មក Luffy បានប្រាប់ Nami ឲ្យទម្លាក់ទ្រព្យសម្បត្តិចុះហើយឆាប់រត់ទៅបើមិនចង់មានគ្រោះថ្នាក់ប៉ុន្តែ Nami អត់ព្រមទេនាងថាទ្រព្យសម្បត្តិហ្នឹងជារបស់នាងហើយពេលឮអញ្ចឹង Baki ក៏បានស្ដីឲ្យនាងថាអត់មានម៉ែឪបដៅទេលួចរបស់គេឲ្យថារបស់ខ្លួនឯងតែ Nami បានបកវិញថាអញ្ចឹងទ្រព្យសម្បត្តិហ្នឹងក៏មិនមែនជារបស់ Baki ដែរព្រោះ Baki លួចប្លន់ពីគេដូចតែគ្នាហ្នឹងបន្ទាប់មក Baki ខឹងខ្លាំងណាស់ក៏បំបីខ្លួនជាច្រើនកំណាត់ដេញតាមដណ្ដើមទ្រព្យសម្បត្តិពី Nami នៅពេលនោះ Baki មាននឹងចាក់សម្លាប់ Nami ទៅហើយតែជាបាន Luffy ចូលទៅជួយទាន់នៅពេលដែលពួកគេគិតថាចាត់ការ Baki បានហើយស្រាប់តែ Baki ងើបឡើងមកវិញហើយគម្រាមថានឹងប្រើក្បាច់ចុងក្រោយដើម្បីចាត់ការពួកគេនៅពេលនោះ Baki បានប្រើក្បាច់ប្រមូលខ្លួនចូលគ្នាតែបែរជាខ្លាយទៅជាមនុស្សកន្ទឿទៅវិញព្រោះរាងកាយរបស់គាត់មានផ្នែកខ្លះត្រូវបាន Nami ចាប់ចងទុកជាកិច្ចបង្ហាញ Luffy បានប្រើក្បាច់កាំ Bazooka យីដៃទាំងពីរទៅក្រៅយ៉ាងវែងហើយវាយបញ្ជូន Baki ផ្លោងទៅយ៉ាងឆ្ងាយដែលកន្ទុយភ្នែកបន្ទាប់ពីចាប់រឿងរ៉ាវហើយ Luffy បានរើសមួករហែករបស់គាត់យកមកពាក់វិញហើយ Nami បានប្រាប់ថាពេលទៅនេះចាំនាងជួយដេឲ្យវិញបន្ទាប់មក Nami បានបកគោផែនទី Grand Line ឲ្យទៅ Luffy ចំណែកនាងនឹងយក
ត្រសម្បត្តិទាំងអស់ដែលគិតជាលុយប្រហែលជា10លានបែលីដែរហើយចាប់តាំងពីពេលនោះមកណាមីសុកចិត្តចូលក្រុមជាមួយលូហ្វីបន្តមកមានប្រជាជនជាច្រើនបានប្រមូលគ្នាទៅកាន់ទីនោះដើម្បីចាត់ការក្រុមចៅសមុទ្រចេញពេលទៅដល់ពួកគេបានឃើញចៅហ្វាយក្រុងស្លាប់នៅទីនោះហើយនាំគ្នាគិតថាប្រហែលជាក្រុមចៅសមុទ្រវាយគាត់ហើយពេលនោះលូហ្វីបាននិយាយត្រង់ផ្លឹងថាគាត់ជាអ្នកវាយហើយគាត់ក៏ជាចៅសមុទ្រដែរញីអាល្ងើមិនក៏ប្រាប់គេតាមត្រង់អញ្ចឹងនៅពេលនោះប្រជាជននាំគ្នាខឹងខ្លាំងណាស់ហើយក៏ដេញតាមពួកគេហើយនៅតាមផ្លូវពួកគេក៏បានឃើញឆ្កែឈូឈូផងដែរដែលពេលនោះឆ្កែឈូឈូបានជួយស្ទាក់ផ្លូវប្រជាជនមិនឲ្យដេញតាមពួកគេទេបន្តមកទៀតចៅហ្វាយក្រុងបានដឹងខ្លួនហើយនៅពេលដែលសួរនាំដឹងថាក្រុមរបស់លូហ្វីនៅរស់គាត់ក៏បានរត់ទៅតាមពួកគេនៅកំពង់ផែដើម្បីអរគុណពួកគេដែលជួយសង្គ្រោះជីវិតរបស់គាត់ហើយនៅពេលនោះផងដែរលូហ្វីក៏បានទុកទ្រព្យសម្បត្តិមកថងឲ្យទៅចៅហ្វាយក្រុងដើម្បីកសាងទីក្រុងឡើងវិញដល់ពេលទូកចេញបានឆ្ងាយហើយទើបណាមីចាប់អារម្មណ៍ថាបាត់ទ្រព្យសម្បត្តិរបស់នាងមកថងធ្វើឲ្យនាងខឹងខ្លាំងណាស់ចង់តែសម្លាប់លូហ្វីចោលទេសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមជួយចុច like ហើយនិង comment ម្នាក់មួយមកហើយសម្រាប់អ្នកដែលមិនទាន់បាន subscribe Channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងសម្រាប់ពេលនេះសូមអរគុណសូមជូនពរសុខភាពល្អអនាគតបបររុងរឿង